Ông đi trader và xung xoa cùng từ càng cùng mạng của ổn và sự nghiệp thời ca tam đan rò ca cho lên dịp xa với chồng bởi nhóm và hay thằng này còn đái và chúng của mình nó cắt thời ca cho em lại chuyên cùng mạng của ổn là to tiết và thật ta thằng này khi được tụi mình phòng cho mình như có bạp ná và dùng nó mà cùng mạng của ổn thời ca tu sna và hơi miền cô ca na class để chúng nâng thời ca chém lại chuyên cùng mạng của ổn muốn dừng cho và cho lên cũng tiếp sáng nè, cô biết chưa cái ta sắp khá này có chiều mùa than cứ sự nhé, bông ô này cho lên thứ mấy bạn hay chọn cái tụ ăn phò chụp định và hay cầm ai cắt tiêu lý dụ bạn dùng nó mà một màn ô là thuê cả tu sửa tại một đó hay đi nhưng mà tham gia community hay statistic hay cả cho lên nhưng tạo community và lấy nhưng cặp bông tại spiral tiếp xa nên bị thuê cả chỗ và nếu nhưng sẽ nhận chết thuê cả chỗ up và để xa tại candlestick 3 đi thay chung vớiនឹង moving average ហើយវាជា uptrend ទៀតវាជា high point ដែលខ្ញុំធ្វើការសម្រេចចិត្តចូលលេងបាទ click up នឹងតែម្ដងបាទតើខ្ញុំនឹងទទួលបានផលចំណេញឬក៏យ៉ាងណាបងប្អូនអាចទៅធ្វើការទស្សនាទាំងអស់គ្នាអូខេពីព្រោះការចូលមួយគឺខ្ញុំត្រូវអង្កេតមើលច្បាស់ទៅចូលចឹងណាតែនៅតែមានផ្លត់ហ្នឹងបងប្អូនមិនឯថាអូខេខ្ញុំសម្រាប់ចិត្តធ្វើការចុច app មួយទៀតដោយសារតែខ្ញុំគិតថាទី1គឺវាប្រភេទ app trend ទី2គឺកម្លាំង candle វា blue candle ដែលថាមានន័យថាដើមទៀនពណ៌ខៀវគឺវាមានកម្លាំងធំជាងបាទកម្លាំងដើមទៀនពណ៌ក្រហមហើយវាទៅតែ reversal ឡើងទៅលើផងហើយ stack acoustic មានតម្រុយថាវានឹងហក់ឡើងទៅលើចឹងជាហេតុផលដែលខ្ញុំសម្រេចចិត្តធ្វើការចុច up សម្រាប់លទ្ធផលយ៉ាងណាយើងទៅទស្សនាទាំងអស់គ្នាបាទអូខេខ្ញុំទទួលអនុផលចំណេញបន្តទៀតឥឡូវខ្ញុំកំពុងតែស្វែងរកទីផ្សារណាមួយដែលគិតថាខ្ញុំនឹងអាចទទួលបានផលចំណេញបន្តទៀតបាទអូខេចឹងឌីមតន់ត្រូវអូខេនេះខ្ញុំកំពុងតែស្វែងរកទីផ្សារបន្ថែមទៀតព្រោះវាអត់ត្រូវរូបមន្តសោះបាទអូខេមែនចឹងខ្ញុំនឹងស្វែងរកបន្តទៀតនៅក្នុងលក្ខខណ្ឌនេះខ្ញុំអាចនឹងធ្វើការសម្រេចចិត្តបែបណាទេបងប្អូនខ្ញុំមើលទីសិនអូខេបាទខ្ញុំគិតថាទីផ្សារនេះនឹង down ចឹងខ្ញុំនឹងធ្វើចិត្តថាចុច down វិញបាទពីព្រោះអីមិញនេះគឺវា retouch ជាមួយនឹងតំបន់ overbuy ទៅហើយបាទ stack acoustic ណាអញ្ចឹងខ្ញុំគិតថាវាមានកម្លាំងមួយដែលវានឹង reversal ចំមកក្រោមវិញទី2គឺ head fall គឺពាក់ព័ន្ធទៅលើ candlestick នឹងគឺមានលក្ខណៈរាងខ្សោយបាទពីមួយទៅមួយហ្នឹងគឺរាងខ្សោយបាទអញ្ចឹងវាត្រូវនឹងរូបមន្តរបស់ខ្ញុំអញ្ចឹងខ្ញុំសម្រេចចិត្តធ្វើការ click down នឹងតែម្ដងបាទអូខេខ្ញុំទទួលបានផលចំណេញហ៎អញ្ចឹងខ្ញុំស្វែងរកបន្តទៀតបាទតើនេះខ្ញុំនឹងស្វែងរក technique អូខេខ្ញុំសម្រេចចិត្តថាចុច up បាទពីព្រោះអីវាបបចូលនៅក្នុង up trend ហើយខ្ញុំគិតថាវា retouch ជាមួយនឹង moving average នេះហើយបាទហើយក៏ចំណុចមួយទៀតនោះអ្វីដែលជាដើមចងនោះមានន័យថា candlestick របស់យើងហ្នឹងគឺទំហំបាទវាមិនខុសគ្នាអញ្ចឹងមានន័យថាកម្លាំងរបស់វានៅ strong នៅឡើយអញ្ចឹងជា head point ដែលធ្វើឲ្យខ្ញុំសម្រេចចិត្តបាទ click បាទយក up នឹងតែម្ដងហើយខ្ញុំអង្កេតថាទីផ្សារនឹងឡើងទៅលើអូខេអញ្ចឹងតែខ្ញុំនឹងទទួលបានផលអូខេខ្ញុំទទួលបានផលចំណេញបន្តទៀតអញ្ចឹងខ្ញុំកំពុងតែស្វែងរកទីផ្សារណាមួយដែលត្រូវជាមួយនឹងអូខេខ្ញុំសម្រេចចិត្តធ្វើការចុច up បាទ click ទៅលើចំណុច up 3យកតែម្ដងពួកអីវាត្រូវរូបមន្តល្អបាទមានន័យថាវាចូលដល់ up trend ហើយមានថាវាមក candlestick ហ្នឹងមក retest ជាមួយនឹង moving average ហើយ3កលៈអីចឹងមានថាវាមានកម្លាំងហក់ឡើងទៅលើខ្លាំងបាទហក់ទៅលើខ្លាំងចឹងក៏ជា head point មួយដែលខ្ញុំសម្រេចចិត្តធ្វើការចុចយកតែម្ដងតែខ្ញុំទទួលផលចំណេញបែបណាអូខេខ្ញុំគិតថាខ្ញុំទទួលផលចំណេញប៉ុណ្ណេះបាទហើយអរគុណច្រើនសម្រាប់ការទស្សនាពុកម៉ែបងប្អូន